ចាប់ផ្ដើមខ្សែភាពយន្តរបស់យើងមកបានបង្ហាញពីទីតាំងភ្លាមយន្តហោះបុរសម្នាក់នេះគាត់មានឈ្មោះថា Brody គឺជាអ្នកបើកយន្តហោះនៅថ្ងៃនេះដែលគាត់មកធ្វើការរៀងយឺតម៉ោងបន្តិចគាត់ភ្ញាក់ផ្ញើខ្លាំងមែនទែនដើម្បីទៅឲ្យទាន់ម៉ោងលោក Brody បាននិយាយទូរស័ព្ទបណ្ដាជាមួយនឹងកូនស្រីដោយកូនស្រីរបស់គាត់បាននិយាយប្រាប់ថានឹងបានមើលឃើញព័ត៌មានកាលពីព្រឹកមិញថាការស្ទាបមិនសូវជាល្អទេអាចនឹងមានខ្ជោកឈោ Brody បានញញឹមនឹងបាននិយាយឆ្លើយទៅកាន់កូនស្រីរបស់ខ្លួនវិញកុំឲ្យមានការព្រួយគិតច្រើនអីនឹងសូមធានាថាការហោះហើររបស់គាត់គឺមានសុវត្ថិភាព100%បញ្ហាឧបសគ្គប៉ុណ្ណឹងគាត់បានជួបវាជាច្រើនមកហើយដូច្នេះហើយមិនចាំបាច់ព្រួយបារម្ភទេបន្ទាប់វាបានលើពុកនិយាយឆ្លើយទៅបែបនេះនាងចាប់ផ្ដើមសប្បាយចិត្តឡើងវិញបានបិទទូរស័ព្ទលាគ្នាទៅបាត់បន្តទៀត Brody បានចូលមកខាងក្នុងយន្តហោះជួបជាមួយនឹងបសកទៀតដែលមានឈ្មោះថាគឺជាជំនួយការហើយយើងមើលទៅកាន់អាហាក់ដូចជាមានការភ័យខ្លាចបន្តិចបន្តួចផងដែរពីព្រោះថាវាគឺជាលើកទី1របស់ខ្លួនចុះមកជាជំនួយការក្នុងការហោះហើរដោយផ្ទាល់បែបនេះបន្ទាប់មកក៏មានអារេម្នាក់ទៀតដែលជាអ្នកធ្វើការនៅក្នុងយន្តហោះបានហៅលោក Brody ចេញនៅខាងក្រៅបន្តិចដើម្បីមកជួបជាមួយនឹងមន្ត្រីប៉ូលីសម្នាក់ដោយសារតែពួកគេមានការងារសំខាន់ជាបន្ទានត្រូវនាំអ្នកទោសម្នាក់ជាយន្តហោះទៅជាមួយនឹងពួកគេផងដែរអ្នកទោសម្នាក់នឹងមានឈ្មោះថា Tony ជាមនុស្សគ្រោះថ្នាក់ខ្លាំងមែនទែនប៉ូលីសបានចាប់ប្រកាន់គាត់ជាធា15ឆ្នាំមុនហើយប៉ូលីសទើបនឹងចាប់បានអញ្ចឹងណាលោក Brody មិនសូវជាពេញចិត្តសប្បាយចិត្តឡើយពេលដែលដឹងថាគាត់ត្រូវដឹកអ្នកទោសបែបនេះពីព្រោះដែលគាត់ខ្លាចអ្នកទោសម្នាក់នឹងបង្ករឿងរញ៉េប៉ះពាល់ទៅដល់សុវត្ថិភាពរបស់ភ្ញៀវផ្សេងទៀតប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រុសនេះមិនអាចប្រកែកតវ៉ាបានទេម្នាក់នឹងក៏បានទៅជាមួយនឹងអ្នកទោសនឹងផងដែរដើម្បីយាមមើលការខុសត្រូវជាមួយអ្នកទោសម្នាក់នឹងជាប់ជានិច្ចបន្តទៀតក៏មានភ្ញៀវជាច្រើនអ្នកគេបានចូលមកខាងក្នុងយន្តហោះអង្គុយទៅតាមក្អីរបស់ពួកគេរីករាយខ្លួនបន្ទាប់ពីភ្ញៀវទាំងអស់ចូលមកខាងក្នុងយន្តហោះរួចហើយលោកប្រុសបានសំឯជាមួយនឹង Brody ពួកគេបានជែកលេងជាមួយគ្នាតាក់ទងជាមួយនឹងគ្រួសារផងដែរលោក Brody មានកូនស្រីតែម្នាក់កូនប្រពន្ធរបស់គាត់បានស្លាប់កាលពី3ឆ្នាំមុនមកម្លេះហើយគាត់ពិតជាស្រឡាញ់កូនស្រីរបស់ខ្លួនខ្លាំងណាស់ដំបូងឡើយការហោះហើររបស់ពួកគេមានភាពរលូនតែម្ដងមិនមានឧបសគ្គអ្វីមករារាំងបង្កទេរយៈពេលក្រោយទៀតស្រាប់តែអាកាសធាតុចាប់ផ្ដើមប្រែប្រួលមានខ្យល់ព្យុះដ៏ធំមួយកាត់ឡើងការទៅកាន់អ្នកដំណើរទាំងអស់ត្រូវតែអង្គុយនៅជាប់ជាមួយនឹងក្អីដាក់ខ្សែកាត់ឲ្យបានត្រឹមត្រូវដើម្បីការពារពីគ្រោះថ្នាក់ដែលកើតឡើងរយៈហេតុជាពិសេស Brody បានព្យាយាមតាក់ទងទៅកាន់ក្រុមការងាររបស់ខ្លួនផ្សេងទៀតរីកាអំពីបញ្ហាដែលពួកគេកំពុងតែជួបប្រទះប៉ុន្តែវាពិតជាសើខ្លាំងមែនទែនដោយសារតែសោកខ្ជុះបែបនេះប្រព័ន្ធសកលតាក់ទងរបស់ពួកគេមិនដំណើរការឡើយខ្លាប់នោះស្រាប់តែមានតែបាញ់ដើម្បីត្រួតមើលអ្នកដំណើររបស់ខ្លួនដែលឃើញថាអ្នកគ្រប់គ្នាពេលនេះមានសុវត្ថិភាពមានគ្រោះថ្នាក់អ្វីទេធ្វើ Brody មានអារម្មណ៍ថាធូរស្បើយវិញទៅប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយន្តហោះរបស់ពួកគេបានចាប់ផ្ដើមលាកអង្គរម្ដងទៀតលក្ខណៈថាខ្លាំងជាងមុន3ដងអញ្ចឹងតាធ្វើឲ្យលោក Brody ដូរបោកក្បាលត្រូវជាមួយនឹងអាកន្លែងទុកដាក់វេលាប៉ុន្តែគាត់មិនមានគ្រោះថ្នាក់អីធ្ងន់ទេគ្រាន់តែបាញ់ពួកគេមិនអាចមើលឃើញអ្វីនៅខាងមុខទេដោយសារតែខ្យល់ព្យុះវាធំខ្លាំងពេក Brody បាននិយាយប្រាប់ទៅកាន់សមាមអេលថាពួកយើងត្រូវតែបើកយន្តហោះទម្លាក់កំពះចូលមកខាងក្រោមបន្តិចពីព្រោះតែបរិយាកាសនៅខាងលើមានសម្ពាធខ្យល់ខ្លាំងអាចបំផ្លាញយន្តហោះរបស់ពួកគេបានចំណែកអ្នកដំណើរទាំងអស់ចាប់ផ្ដើមភ័យខ្លាចកាន់តែខ្លាំងឡើងស្រែករកតែពុទ្ធោទេបាត់ប៉ុន្តែអាពេប៉ូលីសដែលយើងមើលការខុសត្រូវតូនីបានផងដែរដើម្បីទៅជួយអាពេម្នាក់នឹងហោះយន្តហោះពេលនេះវាបានក្រឡាប់ចុះឡើងបុកជាមួយនឹងសម្ពាធខ្យល់ខ្លាំងធ្វើឲ្យពួកគេទាំងពីរនាក់អស់ទៀតឡើងទៅផ្នែកខាងខឹងលើបុកជាមួយនឹងដៃយន្តហោះស្លាតបង់ជីវិតមួយនឹងពេជ្រតែម្ដងនៅពេលនេះដៃយន្តហោះរបស់ពួកគេមិនអាចបើកទៅមុខបានបន្តទៀតឡើយដោយសារតែថាមពលនៅសល់បន្តិចបន្តួច